បាទតោះថ្ងៃនេះយើងមកធ្វើការបំបែកកូនត្រីរបស់យើងគឺ Molly Snow White របស់យើងអញ្ចឹងដោយសារពេលមុនវានៅក្នុងពាងតូចវាការលូតលាស់របស់វាយឺតអញ្ចឹងយើងចាប់មេវាដាក់ផ្សេងហើយយើងយកកូនរបស់វាទៅដាក់នៅតង់ដែលធំទូលាយកាលណាយើងដាក់នៅកន្លែងឆ្អៀតវាមិនងាយធំអញ្ចឹងបងប្អូនអញ្ចឹងសម្រាប់ពាងនេះយើងពាងតូចនេះយើងដាក់មេបាម៉ូលី2ហើយដើម្បីកុំឲ្យវាអត់សឹកយើងថែមត្រេង7ពណ៌4-10ក្បាលបងប្អូនហើយសម្រាប់កូនពាងនេះវិញយើងដាក់ម៉ូលីមេបាហ្នឹង3អញ្ចឹងហើយយើងដាក់3ហើយយើងថែមត្រេង7ពណ៌ប្រហែលជា20ក្បាលដែរបងប្អូនចឹងបន្ទាប់ពីដាក់ចូលក្នុងពាងរួចយើងក៏បានយកកូនម៉ូលីទៅដាក់នៅតង់ក្រោយអញ្ចឹងមុននឹងដាក់យើងឲ្យចំណីត្រីម៉ូលីនិងត្រី7ពណ៌ហើយត្រីក្រឹមដែលនៅក្នុងតង់ស្រាប់ឲ្យបានស៊ីចំណីបន្ទាប់មកយើងក៏បានដាក់ត្រីម៉ូលីនិងត្រី7ពណ៌យើងចូលទៅយើងឃើញថាត្រី7ពណ៌ហើយនិងត្រីម៉ូលីដែលនៅក្នុងអាងតូចហ្នឹងគឺពុំសូវធំទេចំណែកត្រីម៉ូលីនិងត្រី7ពណ៌នៅក្នុងអាងតង់នេះគឺមានការលូតលាស់ហើយធំហើយពួកវានឹងកំពុងតែរៀបចំការបន្តពូជផងដែរ